បើសិនជានិយាយអំពីជំងឺខាន់លឿងចំពោះទារកប្រហែលជាបងប្អូនខ្លះធ្លាប់ឮហើយអ្នកខ្លះទៀតក៏អត់ទាន់ធ្លាប់ឮហើយនឹងធ្លាប់ដឹងអំពីជំងឺនេះទេជំងឺខាន់លឿងរបស់ទារកនេះវាមិនត្រឹមតែធ្វើឲ្យទារកមានស្បែកពណ៌លឿងតែប៉ុណ្ណោះទេប៉ុន្តែវាអាចឆក់យកអាយុជីវិតរបស់ទារកបើសិនជាយើងមិនបានយកទារកទៅព្យាបាលនៅកន្លែងដែលមានសេវាព្យាបាលត្រឹមត្រូវទេចាជំងឺខាន់លឿងលើទារកបើនិយាយសួរស្ដាប់ទៅគេថាជាជំងឺមួយជាស្ថានភាពមួយដែលស្បែកទារកពីទៅកើតរហូតដល់អាយុ28ថ្ងៃហ្នឹងគាត់ឡើងលឿងហើយភ្នែករបស់ទារកហ្នឹងក៏ឡើងលឿងដែរបើនិយាយពីជំងឺខាន់លឿងវាមិនមែនជាជំងឺឆ្លងទេក៏ប៉ុន្តែបើសិនជាក្នុងករណីថាម្ដាយហ្នឹងគាត់មានកូនទី1មានជំងឺខាន់លឿងអញ្ចឹងកូនទី2អាចមានខាន់លឿងបានដូចគ្នាមូលហេតុអីខ្លះដែលធ្វើឲ្យទារកខាន់លឿងខាន់លឿងធម្មតាយើងត្រូវគិតថាខាន់លឿងកើតឡើងដោយសារអីសិនខាន់លឿងកើតឡើងដោយសារតែគ្រាប់ឈាមបែកទៅវាសល់អាជាតិលឿងនៅក្នុងគ្រាប់ឈាមហ្នឹងចាហើយវាអាចច្រោះចេញមកតាមទឹកនោមឬលាមកបានពេលដែលទារកនៅក្នុងផ្ទៃគាត់មានគ្រាប់ឈាមក្រហមច្រើនអញ្ចឹងគាត់កើតចេញមកគ្រាប់ឈាមក្រហមរបស់គាត់ហ្នឹងនឹងត្រូវបានបែកចេញតែម្ដងចាអញ្ចឹងទៅនៅពេលដែលបែកវាត្រូវសល់ជាតិលឿងហ្នឹងច្រាលទៅលើស្បែករបស់គាត់ចាអញ្ចឹងបើសិនជាក្នុងករណីថាគាត់កើតមកភ្លាមរយៈពេល24ទៅ48ម៉ោងគាត់ចាប់ដើមមានលឿងគាត់អាចនឹងបាត់ទៅវិញក្នុងរយៈពេល2ទៅ3អាទិត្យក្រោយចាហ្នឹងគេហៅថាលឿងហ្នឹងបែបសរីរវិទ្យាមានថាមនុស្សទូទៅភាគច្រើនគឺអាចមានបែបហ្នឹងចាស់តែងតែនិយាយថាអូកូនងាលឿងអញ្ចឹងដាក់50ថ្ងៃក៏បាត់ដែរចានេះហើយគឺជាអ្វីដែលយើងបារម្ភក្នុងនាមជាគ្រូពេទ្យម្នាក់យើងយកទៅ50ថ្ងៃយើងអត់ដឹងតើកម្រិតនៃលឿងហ្នឹងលឿងដល់កម្រិតណាពីព្រោះលឿងវាមានត្រឹមកត្រឹមទ្រូងត្រឹមដៃត្រឹមជើងបាក់ដៃបាក់ជើងអីជាដើមហ្នឹងធ្ងន់ធ្ងរអីចាអញ្ចឹងចាស់ក៏អត់ដឹងថាលឿងដល់កម្រិតណាតែគាត់យក50ថ្ងៃតែម្ដងអញ្ចឹងយើងអត់ណែនាំឲ្យទេតែសូមឲ្យគាត់ទៅពិនិត្យឲ្យបានជាក់លាក់សិនថាចាថាតើលឿងដល់កម្រិតណាចាអញ្ចឹងឧទាហរណ៍មួយគឺបើសិនជាក្នុងករណីគាត់អត់ទទួលបានការព្យាបាលឲ្យទាន់ពេលវេលាទេវាធ្វើឲ្យជាតិលឿងដែលច្រើនទៅហ្នឹងវាទៅដិតទៅលើនឹងខួរក្បាលចានៅពេលដែលវាដិតទៅលើខួរក្បាលកូនងាអាចមានសញ្ញាដូចជាប្រកាច់អត់ចង់ជក់រឹងឬញាក់ភ្នែកអីជាដើមចាអញ្ចឹងសញ្ញាអស់ហ្នឹងគឺជាសញ្ញាមួយធ្ងន់ធ្ងរហើយនៅពេលដែលមកដល់មន្ទីរពេទ្យគឺធ្វើការព្យាបាលក៏ធ្វើឲ្យមានផលវិបាកបន្តទៀតដូចជាកូនងាមានការវិវត្តប្រព័ន្ធសរីរៈខួរក្បាលហ្នឹងគាត់អត់ចេះជក់គាត់អត់ចេះដើរគាត់អត់ចេះអង្គុយដូចក្មេងដទៃទៀតទេដំបូងមានអ្វីដែលគ្រូពេទ្យចង់ឲ្យអ្នកដែលមានកូនងាដែលមានជំងឺខាន់លឿងឬមកក៏ស្បែកឡើងលឿងឬភ្នែកឡើងលឿងគឺទី1កុំទាន់អាលបារម្ភអីច្រើនត្រូវធ្វើម៉េចឲ្យកូនយើងបំបើឲ្យបានគ្រប់គ្រាន់មានន័យថាមុំឲ្យបានគ្រប់យើងមើលទៅតាមការនោមហើយនឹងការជុះរបស់គាត់មិនដែរចាហើយមួយទៀតនោះគឺបើសិនជាក្នុងករណីថាអូនកើតនៅទីពេទ្យណាមួយឬមួយក៏មណ្ឌលសុខភាពអញ្ចឹងគ្រូពេទ្យនៅទីនោះគាត់អាចមើលថាតើអូនឡើងលឿងដល់កម្រិតណាត្រូវធ្វើអីបន្តចាហើយមួយទៀតថាតើត្រូវជួសមើលជាតិលឿងហើយចោលជាតិលឿងកម្រិតណាដែលត្រូវធ្វើការព្យាបាលដោយការដាក់ពន្លឺចាហើយមួយទៀតបើសិនជាគាត់ទៅផ្ទះបើសិនជាអូនទៅផ្ទះប៉ាម៉ាក់ត្រូវធ្វើម៉េចទី1សម្គាល់មើលតែថាតើមុខរបស់អូនលឿងអត់ភ្នែករបស់អូនលឿងអត់បាត់ដៃបាត់ជើងរបស់គាត់លឿងអត់ចាបើសិនជាលឿងសូមមេត្តាកុំ50ថ្ងៃភ្លាមយកមកពិគ្រោះជាមួយនឹងគ្រូពេទ្យដែលមានជំនាញសិន